វិជ្ជការសម្លឹងមើលទ្វារឈើដំមមដែលទើបតែបិទជិតដោយគ្មានអ្នកណាប៉ះពាល់គេព្យាយាមទាញដៃទ្វារខ្លាំងៗប៉ុន្តែវាហាក់ដូចជាត្រូវបានគេផ្សារភ្ជាប់នឹងជញ្ជាំងថ្មយ៉ាងរឹងមាំទៅហើយញើសត្រចៀកចាប់ផ្ដើមហូរស្រកចុះតាមជញ្ជាក់ត្រចៀកបើទោះបីជាខ្យល់អាកាសក្នុងវេលានេះត្រជាក់ដល់ឆ្អឹងក៏ដោយគេដកដង្ហើមធំៗដើម្បីសម្រួលអារម្មណ៍ដែលកំពុងភ័យស្លន់ស្លោរួចក៏ដកទូរស័ព្ទដៃចេញពីហោប៉ៅដើម្បីរកជំនួយប៉ុន្តែអ្វីកាន់តែអាក្រក់ទៅនៅលើអេក្រង់បង្ហាញថាគ្មានសេវាបន្តិចសោះឡើយពន្លឺភ្លើងពីទូរស័ព្ទដែលនៅសល់ត្រឹមតែ30ភាគលន់បានคล้ายជាមិត្តតែម្នាក់គត់របស់គេក្នុងភាពងងឹតសូន្យឈឹងនេះវិជ្ជការចាប់ដើមបោះជំហានយឺតចូលទៅក្នុងសាលធំនៃវិឡាក្លិនផ្កាម្ល៉េះស្រួយរលួយអណ្ដែតមកបាច់ចំមុះរបស់គេដែលវាជាក្លិនចម្លែកខុសពីធម្មតានៅពេលដែលគេបាញ់ពន្លឺភ្លើងទៅលើជញ្ជាំងគេបានឃើញរូបថតចាស់ជាច្រើនសន្លឹកដែលប្រឡាក់ដោយធូលីដីរូបថតទាំងនោះភាគច្រើនជារូបភាពគ្រួសារមួយដែលមានទឹកមុខស្រទុំនិងមិនសូវមានស្នាមញញឹមសោះឡើយរូបភាពទាំងនោះហាក់ដូចជាកំពុងតាមសម្លឹងមើលគ្រប់សកម្មភាពរបស់គេដោយកំហឹងនិងការស្អប់ខ្ពស់ដែលលាក់ទុកជាយូរមកហើយរំពេចនោះសំឡេងខ្វិចបានបន្លឺឡើងពីជាន់ខាងលើវាមិនមែនជាសំឡេងខ្យល់បក់ឡើយប៉ុន្តែវាដូចជាសំឡេងមនុស្សកំពុងអូសជើងដើរនៅលើកម្រាលឈើដែលពុកភុយវិជ្ជការបង្កក់ខ្លួនជប់ស្ងៀមបេះដូងលោតញាប់ដូចជាចង់ធ្លាចេញពីទ្រូងគេសម្រេចចិត្តស្វែងរកផ្លូវចេញផ្សេងទៀតឬយ៉ាងហោចណាស់ក៏រកកន្លែងដែលមានសុវត្ថិភាពដើម្បីរងចាំដោយភ្លឺប៉ុន្តែនៅពេលដែលគេដើរកាត់មុខកញ្ចក់ធំមួយដែលដាក់នៅក្បែរចន្ទាគេក៏បានឃើញអ្វីមួយយ៉ាងដែលធ្វើឲ្យឈាមក្នុងខ្លួនត្រជាក់ស្រិបនៅក្នុងចំណងផ្លាតនៃកញ្ចក់មិនមែនមានតែរូបគេម្នាក់ឯងទេនៅពីក្រោយខ្នងរបស់គេមានស្រមោលខ្មៅស្រពិចស្រពិលមួយកំពុងឈរអោនក្បាលចុះជាមួយនឹងសក់វែងអន្លាយគ្រប់ដណ្ដប់ផ្ទៃមុខវិជ្ជការមិនហ៊ានងាកក្រោយភ្លាមទេគេបានត្រឹមតែឈរថ្មឹងសម្លឹងមើលស្រមោលនោះតាមកញ្ចក់អារម្មណ៍របស់គេប្រាប់ថាវិញ្ញាណនោះកំពុងតែខ្សឹបប្រាប់អ្វីមួយយ៉ាងប៉ុន្តែសំឡេងនោះទូចខ្លាំងណាស់ហាក់ដូចជាមកពីកន្លែងដ៏ឆ្ងាយអន្លាយនិងពោពេញដោយភាពឈឺចាប់ដែលមិនអាចបរិយាយបានឡើយចេញទៅសំឡេងខ្សឹបដ៏ស្រាលស្រាលបន្លឺឡើងក្បែរត្រចៀករបស់គេវិជ្ជការលោតចេញពីកន្លែងនោះទាំងព្រលឹងចង្សក់គេរត់សម្ដៅទៅរកបន្ទប់ទទួលភ្ញៀវដែលនៅជិតបំផុតប៉ុន្តែនៅពេលដែលគេរុញទ្វារចូលស្រាប់តែទៀនរាប់សិបដងបានអ៊ុចបំភ្លឺដោយឯកឯងនៅកណ្ដាលបន្ទប់នោះមានទូកញ្ចក់មួយដែលមានដាក់នៅសៀវភៅកំណត់ហេតុចាស់ពណ៌លឿងទុំនៅលើទំព័រទី1មានសរសេរអក្សរដោយឈាមដែលនៅស្រស់នៅឡើយថាអ្នកដែលមកដល់ទីនេះគ្មានផ្លូវត្រឡប់ទៅវិញទេបើមិនទាន់បានសងគុណឈាមដែលបានបាត់បង់ខណៈដែលគេកំពុងអានអត្ថបទនោះស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងធ្វើឲ្យទៀនទាំងអស់រលត់បាត់ទៅវិញក្រុមពេលតែមួយភាពងងឹតបានគ្រប់ដណ្ដប់ម្ដងទៀតហើយលើកនេះវិជ្ជការមានអារម្មណ៍ថាមានដៃដ៏ត្រជាក់ស្រិបដូចទឹកកកមកចាប់កជើងរបស់គេយ៉ាងណែនគេដួលទៅលើកម្រាលអ៊ីតរួចត្រូវបានអ្វីមួយយ៉ាងអូសចូលទៅក្នុងភាពងងឹតនៃបន្ទប់ក្រោមដីដែលគេមិនបានចាប់អារម្មណ៍ពីមុនមកកម្រាលអ៊ីតឈើដែលពុកភុយបានបង្កើតជាសំឡេងក្រឹតតាមកម្លាំងអូខណៈដែលខ្នងរបស់វិជ្ជការប៉ានឹងធូលីដីយ៉ាងខ្លាំងគេព្យាយាមរើបំរាស់តែគ្មានលទ្ធផលឡើយរាងកាយរបស់គេបានអូសទៅជប់នៅមុខទ្វារដែកមួយដែលជ្រះចាប់រីជ្រើដែលត្រចៀកនោះបានលេងក៏ជើងរបស់គេរួចបាត់ស្រមោលទៅក្នុងជញ្ជាំងវិជ្ជការដកដង្ហើមញាប់ព្យាយាមប្រោកឈរឡើងទាំងញរន្ធត់គេប្រោពន្លឺទូរស័ព្ទដែលជិតអស់ថ្មនោះបាញ់ទៅលើទ្វារដែកនៅលើនោះមានឆ្លាក់រូបសញ្ញាចម្លែកមួយយ៉ាងដែលត្រូវបានគេឆ្កួតបំផ្លាញចោលក្លិនឆាបឈាមចាប់ផ្ដើមភាយចេញពីខាងក្នុងទ្វារនោះយ៉ាងខ្លាំងវិជ្ជការដឹងថាប្រសិនបើគេមិនចូលទៅក្នុងនោះទេគេប្រហែលជាត្រូវស្លាប់នៅខាងក្រោយនេះប៉ុន្តែប្រសិនបើគេចូលទៅអ្វីដែលរងចាំគេនៅខាងក្រៅនោះប្រហែលជាអាក្រក់ជាងសេចក្តីស្លាប់ទៅទៀតគេលួកដៃទៅចាប់កាន់ដៃទ្វារដែកដែលត្រជាក់ដូចទឹកកករួចទាញវាបើកជាតិដោយក្តី